សូមជូនរឿងក្មេងស្រីនេសាទនិងក្រពើចេះនិយាយកាលពីព្រៃនាយនៅភូមិតូចមួយក្បែរបឹងទន្លេសាបមានក្មេងស្រីនេសាទម្នាក់រស់នៅទីនោះនាងមានឈ្មោះថាស្រីលក្ខជារៀងរាល់ព្រឹកមុនពេលថ្ងៃរះនាងបានចែវទូកឈើរបស់នាងឆ្លងកាត់ទឹកបឹងទន្លេសាបដ៏ស្ងប់ស្ងាត់ស្រីលក្ខតែងតែចេញទៅនេសាទត្រីជាប្រចាំពេលនាងទៅដល់កន្លែងដែលនាងគិតថាអាចរកត្រីបាននាងក៏ចាប់បោះសំណាញ់នេសាទយ៉ាងប្រុងប្រយ័ត្ននៅពេលចាប់ត្រីបាននាងតែងតែជ្រើសរើសយកត្រីណាធំៗតែប៉ុណ្ណោះចំណែកត្រីតូចៗនាងតែងតែដោះលែងពួកវាទៅក្នុងទន្លេសាបវិញអ្វីដែលអស្ចារ្យនាងតែងតែអរគុណដល់បឹងទន្លេសាបជានិច្ចរំពេចនោះស្រាប់តែឮសំឡេងដ៏ចម្លែកមួយចេញទីជម្រៅទឹកហើយបាំងបង្លើឡើងថាសូមកុំភ័យខ្លាចឡើយស្រីលក្ខពេលបាំងស្ដាប់ឮហើយក៏មើលចុះទីក្នុងទឹកដោយប្រយ័ត្នហើយដកដង្ហើមធំមួយសន្ទុះក្រោយមកក៏មានសត្វក្រពើពណ៌បៃតងដ៏អស្ចារ្យមួយក្បាលបានផុសចេញពីក្នុងទឹកបឹងទន្លេសាបមកឲ្យនាងបានឃើញដោយក្បាលរបស់វាបានជាប់នៅក្នុងសំណាញ់របស់នាងប៉ុន្តែកែវភ្នែករបស់សត្វក្រពើនោះបញ្ជាក់ថាមានចិត្តល្អសត្វក្រពើនោះក៏បាននិយាយថាខ្ញុំឈ្មោះចម្ប៉ាខ្ញុំការពារបឹងទន្លេសាបមួយនេះស្រីលក្ខគឺជាក្មេងស្រីដ៏ក្លាហានម្នាក់នាងបានគិតមួយសន្ទុះហើយយល់ថាសត្វក្រពើក្បាលនេះចេះនិយាយនិងបានប្រាប់ឈ្មោះរបស់វាដល់នាងទើបនាងសម្រេចចិត្តជួយកាត់ចេញពីរុកក្បាលក្រពើរួចវាក៏ចាក់ចេញទៅប៉ុន្មានសប្តាហ៍ក្រោយមករដូវប្រាំងបានមកដល់បឹងបានរួមតូចត្រីក៏បាត់ហើយអ្នកភូមិទាំងឡាយក៏មានការស្រេកឃ្លានជាខ្លាំងស្រីលក្ខជាក្មេងស្រីក្លាហានហើយក៏មានចិត្តសប្បុរសផងដែរនាងបានចែកស្បៀងនិងម្ហូបអាហារបន្តិចបន្តួចជាមួយអ្នកភូមិរបស់នាងទោះបីគ្រួសាររបស់នាងមានស្បៀងតិចតួចក៏ដោយនៅយប់មួយទិដ្ឋភាពក្នុងបឹងទន្លេសាបក្រោមពន្លឺព្រះច័ន្ទមានហេតុការណ៍ចម្លែកយ៉ាងអស្ចារ្យរំពេចនោះចម្ប៉ាជាសត្វក្រពើបានផុសចេញពីក្នុងទឹកឲ្យអ្នកភូមិបានឃើញម្ដងទៀតចម្ប៉ាបាននិយាយថាដោយសារតែសេចក្តីសប្បុរសរបស់ក្មេងស្រីម្នាក់ភូមិនេះនឹងបានពរចាប់ពីថ្ងៃនោះមកភូមិមួយនេះមិនដែលខ្វះស្បៀងអាហារឡើយហើយស្រីលក្ខតែងតែរកស៊ីនេសាទបានត្រីរហូតពេញសំណាញ់